ពុកម៉ែបងប្អូនជាទីគោរពរាប់អានប្រជាជនឥណ្ឌារាប់លាននាក់រដ្ឋាភិបាលឥណ្ឌានិងប្រជាជនទូទាំងពិភពលោកដែលគោរពនៅហិណ្ឌូសាសនាបានខឹងសម្បាថ្កល់ទោសយ៉ាងខ្លាំងបាទទៅនឹងសៀមដែលបានបំផ្លាញនៅបដិមាករព្រះវិស្ណុឬក៏ព្រះនរាយណ៍ដែលគេចាត់ទុកថាជាអាទិទេពបាទការគោរពប្រតិបត្តិដ៏ធំបំផុតនៅលើពិភពលោកនៅពេលដែលយោធាសៀមបានរុញទម្លាក់បានបំផ្លាញបែបនេះបាទគឺធ្វើឲ្យមានការថ្កោលទោសគ្រប់ទិសទីប្រជាជនឥណ្ឌារាប់ពាន់លាននាក់បាទសម្ដែងការខឹងសម្បាខ្លាំងទៅនឹងទង្វើគ្មានសាសនារបស់យោធាសៀមដែលបានបំផ្លាញនៅបដិមាវិស្ណុឬក៏ព្រះនរាយណ៍នៅលើអធិបតេយ្យទឹកដីរបស់កម្ពុជាបាទយើងឃើញហើយថាបណ្ដាញសារព័ត៌មានអន្តរជាតិផ្សាយនៅក្នុងទំហំបែបណាសារព័ត៌មានឥណ្ឌារាប់រយផ្សាយជាបន្តបន្ទាប់ចេញញត្តិថ្កោលទោសជាបន្តបន្ទាប់នៅទង្វើថ្មិលគ្មានសាសនារបស់យោធាសៀមដែលបង្ហាញពីការប្រមាថបាទការមិនគោរពទៅនឹងហិណ្ឌូសាសនាការមិនគោរពទៅនឹងអាទិទេពដែលប្រជាជនឥណ្ឌាទាំងថ្នាក់ដឹកនាំឥណ្ឌាគឺគោរពបូជាយកហិណ្ឌូសាសនាជាសាសនារបស់គេនៅពេលដែលឥណ្ឌាប្រជាជនឥណ្ឌារាប់លានអ្នកបានឃើញនៅទង្វើថ្មិលបែបនេះយើងសួរថាតើគេខឹងសម្បាបែបណាបាទគេស្អប់សៀមបែបណាដែលនេះហើយបានជាយើងមើលឃើញថាជាការសាងកំហុសដ៏ធំមួយរបស់សៀមមិនថាការវាយប្រហារទៅលើវត្តអារាមនៅក្នុងព្រះពុទ្ធសាសនាបដិមាករព្រះពុទ្ធរូបព្រះវិស្ណុឬក៏ព្រះនរាយណ៍បាទប្រាសាទទាំងឡាយរបស់កម្ពុជាដែលឧទ្ទិសថ្វាយចំពោះព្រះវិស្ណុថ្វាយចំពោះព្រះនរាយណ៍ឬក៏ព្រហ្មញ្ញសាសនាគឺសៀមបំផ្លាញខ្ទេចខ្ទីគ្មានសល់នាពេលនេះបាទដែលយើងឃើញហើយថាប្រាសាទតាក្របីឬប្រាសាទសេរីសួស្តីប្រាសាទព្រះវិហារប្រាសាទតាមុនតូចប្រាសាទតាមុនធំជាដើមតើកសាងឡើងដើម្បីអ្វីគឺសុទ្ធតែជាការកសាងឡើងដើម្បីឧទ្ទិសថ្វាយចំពោះអាទិទេពគោរពទៅនឹងហិណ្ឌូសាសនាគោរពទៅនឹងព្រះនរាយណ៍គោរពទៅនឹងព្រះព្រហ្មបាទក៏ប៉ុន្តែនាពេលនេះយើងសួរថាការវិបំផ្លាញនៅប្រាសាទរបស់ខ្មែរតើមានន័យដូចម្ដេចក៏ស្មើទៅនឹងការបំផ្លាញក៏ស្មើទៅនឹងការមិនគោរពនៅហិណ្ឌូសាសនានៅព្រហ្មញ្ញសាសនាឬក៏ព្រះនរាយណ៍ព្រះវិស្ណុដូចគ្នាបាទគឺដូចគ្នារូបភាពនៃការបំផ្លាញបដិមាករព្រះវិស្ណុរូបភាពនៃការបាញ់កំទេចប្រាសាទបុរាណរបស់ខ្មែរគឺសុទ្ធតែបង្ហាញអំពីទង្វើគ្មានសាសនាទង្វើថ្មិលរបស់សៀមដែលប្រមាថដែលមើលងាយទៅលើអ្នកដែលគោរពនៅហិណ្ឌូសាសនាទាំងអស់បាទដែលចំណុចនេះហើយបានជាធ្វើឲ្យសាសនិកអ្នកដែលគោរពនៅហិណ្ឌូសាសនាខឹងសម្បាខ្លាំងបាទខឹងសម្បាខ្លាំងទៅនឹងទង្វើកុសក្លឿនទៅនឹងទង្វើគ្មានសាសនារបស់សៀមដែលធ្វើមកលើកម្ពុជាយើងនាពេលនេះការបន្តចេញសារការចេញសារឬក៏ការផ្សាយព័ត៌មានទាំងឡាយថ្កោលទោសពីសំណាក់មហាអំណាចឥណ្ឌាប្រជាជនឥណ្ឌារាប់ពាន់លាននាក់វាគឺជាផុសតាងមួយបញ្ជាក់បានយ៉ាងច្បាស់ថាសៀមបានរំលោភបំពានឈ្លានពានមកលើកម្ពុជាសៀមគឺបានប្រមាថទៅនឹងអ្នកដែលគោរពនៅហិណ្ឌូសាសនាប្រមាថទៅនឹងប្រជាជនទូទាំងពិភពលោកបាទដែលគោរពចំពោះព្រះវិស្ណុដែលគោរពចំពោះព្រះនរាយណ៍នោះឯងបាទដែលនេះគឺជាកំហុសធ្ងន់មែនទែនរបស់សៀមដែលធ្វើទង្វើថ្មិលគ្មានសាសនានាពេលនេះបាទចំណុចដ៏គួរឲ្យចាប់អារម្មណ៍បន្ថែមនៅថ្ងៃទី26នេះតែម្ដងនៅសមរភូមិទាំងឡាយគឺនៅតែក្តៅពុកម៉ែបងប្អូនដែលមានន័យថាគឺគៀកហើយគៀកនៅកិច្ចប្រជុំនាថ្ងៃទី27ជាកិច្ចប្រជុំពិសេសបាទកិច្ចប្រជុំ GBC ដែលគេលើកឡើងថាអាចនឹងមានបទជោគបាយមួយនឹងកើតមានឡើងដូច្នេះនៅរង្វង់ថ្ងៃទី26នេះបន្តចូលដល់ថ្ងៃទី27បាទសមរភូមិនៅតាមបន្ទាត់ព្រំដែនគឺច្បាស់ហើយថានឹងកាន់តែក្តៅបាទនឹងកាន់តែក្តៅខ្លាំងពីព្រោះថាបើចង់ឬមិនចង់សៀមគឺត្រូវតែប្រឹងវាយក្រែងលោកអាចឈ្លានពានលើដីកម្ពុជាបានមួយចំណុចណាឬក៏ពីរចំណុចណាបាទប្រឹងសម្រុកគឺប្រកាសហើយថានឹងប្រឹងសម្រុកនៅថ្ងៃទី26ចូលដល់ថ្ងៃទី27បាទដែលជាក់ស្ដែងយើងឃើញហើយថាតាំងពីព្រឹកមកដល់ពេលនេះសៀមគឺប្រឹងវាយប្រហារប្រើនៅយន្តហោះ F16 ទម្លាក់ស្រោចនៅតាមបន្ទាត់ព្រំដែនដែលចង់វិបំបែកនៅរបងជួរមុខសមរភូមិជួរមុខរបស់វីរៈកងទ័ពកម្ពុជាក៏ប៉ុន្តែយើងសួរថាតើអាចវិបំបែកនៅរបងការពារដ៏រឹងមាំរបស់វីរៈកងទ័ពកម្ពុជាយើងបានទេបាទគឺមិនអាចវិបំបែកបានទេចូលបានក៏ប៉ុន្តែមិនអាចចេញវិញបានទេចូលកាន់តែច្រើនគឺមានតែស្លាប់កាន់តែច្រើនតែប៉ុណ្ណោះបាទពិតណាស់ថានៅថ្ងៃទី26ក្តីចូលដល់ថ្ងៃទី27ក្តីគឺយើងនឹងទប់ឲ្យចុះបាទគឺយើងនឹងប្រឹងការពារបូរណភាពទឹកដីការពារអធិបតេយ្យយើងឲ្យទាល់តែបានមុនពេលដែលបទឈប់បាញ់នឹងកើតមានឡើងសៀមគឺវាគិតបាទគឺគិតថាអាចនឹងច្បាមយកទីតាំងរបស់កម្ពុជាលើដីកម្ពុជានៅទីតាំងណាមួយឬពីរទីតាំងក្តី3ទីតាំងក្តីដោយការប្រឹងប្រែងវិប្រហាមុនបទឈប់បាញ់ចូលជាធរមានក៏ប៉ុន្តែមិនអាចទេបាទមិនអាចនោះទេវរៈកងទ័ពយើងនៅតែឈរជើងយ៉ាងរឹងមាំការពារបានដដែលមកទល់នឹងម៉ោងនេះអ្វីដែលគួរឲ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំ
បាទនៅថ្ងៃទី27នេះយើងមើលឃើញថាគឺមានការស្នើឡើងពីសំណាក់មហាអំណាចសហរដ្ឋអាមេរិកដែរតាមរយៈលោក Marco Rubio ដែលបានទំនាក់ទំនងមកកាន់សម្ដេចប្រទេសហ៊ុនម៉ាណែតដែលស្នើឡើងនៅបទចុះបាញ់ស្នើឡើងឲ្យអនុវត្តទៅនឹងកិច្ចព្រមព្រៀងទាំងឡាយបាទជាពិសេសគឺកិច្ចព្រមព្រៀងសន្តិភាពដែលបានឯកភាពគ្នាកាលពីថ្ងៃទី26តុលាដែលពិតណាស់ថាកម្ពុជាគឺទទួលដោយដៃពីរកម្ពុជាគឺគោរពទៅនឹងអ្វីដែលបានឯកភាពគ្នាកាលពីពេលកន្លងមកនោះឯងបាទហើយកិច្ចប្រជុំនៅថ្ងៃទី27នេះទៀតសោតគឺប្រកាសហើយថាយន្តការរបស់កម្ពុជានៅតែបន្តគោរពនៅកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី26តុលាដដែលទាញថៃឲ្យមកគោរពទៅនឹងលក្ខខណ្ឌទាំងឡាយនៃកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី26ដដែលមិនងាកចេញពីកិច្ចព្រមព្រៀងសន្តិភាពឬកិច្ចប្រជុំ GBC RBC JBC កាលពីមុនថ្ងៃទី26នោះទេបាទដោយដែលយើងបានដឹងហើយថានីតិវិធីយន្តការរបស់កម្ពុជាមុនកិច្ចព្រមព្រៀងសន្តិភាពថាតើយើងប្រជុំឯកភាពទៅលើលក្ខខណ្ឌអ្វីខ្លះកិច្ចប្រជុំ RBC កិច្ចប្រជុំ GBC JBC បានសម្រេចគ្នាជាឯកច្ឆន្ទទៅលើការវាស់វែងបន្ទាត់ព្រំដែនបោះបង្គោលបណ្ដោះអាសន្នតាមរយៈការអនុលោមទៅតាមសន្ធិសញ្ញាទៅតាមអនុសញ្ញាទាំងឡាយដែលគោរពទៅតាមច្បាប់អន្តរជាតិបាទដូច្នេះយន្តការនៃការប្រជុំនាពេលនេះក៏មិនខុសគ្នាដែរមានន័យថាកម្ពុជានៅតែឈរលើស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរឈរលើស្មារតីសម្រេចបាទនេះកិច្ចប្រជុំ GBC JBC ដដែលគ្រាន់តែកិច្ចប្រជុំនៅថ្ងៃទី27គឺជាការរុញឲ្យកើតមានឡើងនៅបទឈប់បាញ់ទាញថៃឲ្យគោរពទៅនឹងកិច្ចព្រមព្រៀងសន្តិភាពឲ្យគោរពទៅនឹងកិច្ចប្រជុំដែលបានឯកភាពគ្នាកាលពីពេលកន្លងមកនោះឯងបាទគឺច្បាស់ 100%តាក់ទងទៅនឹងយន្តការនេះតាក់ទងទៅនឹងចំណុចនេះបាទហើយយើងក៏មានជំនឿដែរដោយសារតែនៅពេលនេះសហរដ្ឋអាមេរិកបានបញ្ជាឲ្យលោក Marco Rubio ធ្វើកិច្ចការងារនេះជាបន្ទាន់ដើម្បីឈានទៅកំណត់នៅបទឈប់បាញ់ដែលយើងសង្ឃឹមថាអាចនៅយប់ថ្ងៃទី27បទឈប់បាញ់មួយនឹងកើតមានឡើងតាមរយៈយន្តការរុញរបស់មហាអំណាចចិនរុញរបស់ម៉ាឡេស៊ីរុញរបស់សហរដ្ឋអាមេរិកនិងទាញសៀមនិងបញ្ឈប់សៀមមិនឲ្យឈ្លានពានកម្ពុជានៅត្រឹមយប់ថ្ងៃទី27បាទដែលហេតុនេះហើយបានជានៅថ្ងៃ26គឺសៀមត្រូវតែប្រឹងវាយប្រហារខ្លាំងប្រឹងឈ្លានពានកម្ពុជាខ្លាំងទៅតាមសមរភូមិក្តៅទាំងឡាយដោយគិតថាគឺអាចនឹងច្បាមយកទីតាំងណាមួយទីតាំងឬក៏ពីរទីតាំងមុនបទឈប់បាញ់ចូលជាធរមានបាទក៏ប៉ុន្តែមិនអាចទៅរួចនោះទេពុកម៉ែបងប្អូនកងកម្លាំងវរៈកងទ័ពយើងនៅតែឈរជើងយ៉ាងរឹងមាំត្រៀមកេះកៃវាយកំទេចទៅនឹងខ្មាំងសត្រូវដែលចូលមកលើដីខ្មែរយើងជានិច្ចបាទដូច្នេះយើងសង្ឃឹមថាបទឈប់បាញ់មួយនឹងកើតមានឡើងបាទនឹងកើតមានឡើងក្រោយពេលដែលកិច្ចប្រជុំ GBC នៅថ្ងៃទី7នេះជាកិច្ចប្រជុំមួយដ៏មានសារៈសំខាន់ក្រោយពេលដែលមហាអំណាចអាមេរិកនិងចិនរុញគូតសៀមទាញសៀមឲ្យបញ្ឈប់ទៅនឹងការឈ្លានពានមកលើកម្ពុជាបាទយើងគិតទៅមកដល់ថ្ងៃទី27តើប្រជាជនកម្ពុជាយើងស្លាប់ចំនួនប៉ុន្មាននាក់បាទរងរបួសចំនួនប៉ុន្មាននាក់គឺច្រើនពុកម៉ែបងប្អូនស្លាប់មិនក្រោម30នាក់ទេបន្តរងរបួសនិងភៀសសិតជាងកន្លះលាននាក់ដែលសោកនាដកម្មមួយនេះយើងសួរថាតើយើងចង់ឲ្យមានទំហំកាន់តែធំឬបាទគឺយើងមិនចង់ឲ្យទំហំនៃសង្គ្រាមកាន់តែធំនោះទេដែលហេតុដូច្នេះហើយបានជាខ្ញុំបន្តចោទសួរបាទពុកម៉ែបងប្អូនយើងថាតើចង់ឲ្យសង្គ្រាមរួមតូចឬក៏ចង់ឲ្យសង្គ្រាមរីកធំបាទយើងចង់ឲ្យសង្គ្រាមរួមតូចឬក៏ចង់ឲ្យសង្គ្រាមរីកធំនាពេលនេះរាជរដ្ឋាភិបាលយើងគឺចង់ឲ្យសង្គ្រាមរួមតូចនិងចង់ទៅបញ្ឈប់នៅសង្គ្រាមឈ្លានពានរបស់ស៊ីមកលើកម្ពុជាតែម្ដងតាមរយៈយន្តការនៃការមិនពង្រីកសមរភូមិក្តៅមិនប្រើប្រាស់នៅយុទ្ធឧបករណ៍កាន់តែទំនើបនៅក្នុងសង្គ្រាមនាពេលនេះបាទប្រសិនណាបើយើងក្នុងនាមជាប្រជាពលរដ្ឋចង់ឲ្យសង្គ្រាមឆាប់ចប់យើងត្រូវតែចូលរួមបាទគ្រប់គ្រងទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកំពុងតែធ្វើនាពេលនេះកំពុងតែពង្រួមកំពុងតែធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងរយៈពេលខ្លីមិនចង់ធ្វើឲ្យសង្គ្រាមអូសបន្លាយយូរឆ្នាំនោះទេឬមិនចង់ឲ្យផ្ទុះសង្គ្រាមលក្ខណៈទ្រង់ទ្រីធំនោះទេបាទយើងដឹងហើយថាទំហំនៃសង្គ្រាមនៅពេលដែលឈានទៅដល់សង្គ្រាមយូរអង្វែងឬក៏ជាសង្គ្រាមធំថាតើចំនួនប្រជាជននឹងស្លាប់ត្រឹម10នាក់នឹងស្លាប់ត្រឹម20នាក់ឬក៏30នាក់ដូចនាពេលបច្ចុប្បន្ននេះទេបាទគឺមិនអាចទេប្រជាជននឹងស្លាប់ចូលដល់100នាក់ចូលដល់1000នាក់ឬក៏ចូលដល់10000នាក់ប្រសិនណាបើសង្គ្រាមទ្រង់ទ្រីធំកើតមានឡើងបាទដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនសូមកុំបន្តរុញសូមកុំបន្តរុញដោយលើកឡើងថារាជរដ្ឋាភិបាលគួរតែប្រើប្រាស់នូវអាវុធទំនើបទាំងឡាយណាដើម្បីវិប្រហារតបតទៅនឹងសៀមបាទសូមបញ្ឈប់បាទសូមឈប់រុញទៀតទៅពុកម៉ែបងប្អូនសូមឈប់រុញដែលស្មើទៅនឹងដុតកម្លោចប្រទេសខ្លួនឯងដែលស្មើនឹងទាញប្រទេសខ្លួនឯងឲ្យធ្លាក់ទៅក្នុងភាពអន្តរាយខ្ទេចខ្ទាំបន្តទៀតបាទក្នុងនាមថ្នាក់ដឹកនាំយើងដែលជាក្បាលម៉ាស៊ីនដែលជាមេដឹកនាំមិនអាចប្រើប្រាស់កំហឹង
មិនអាចប្រើប្រាស់ទៅនឹងភាពក្រេវក្រោធភាពឆេវឆាវនៅក្នុងចំនួននៅក្នុងសង្គ្រាមដែលសៀមកំពុងតែឈ្លានពានយើងនាពេលនេះបានទេប្រសិនណាបើថ្នាក់ដឹកនាំយើងមានគំនិតដោយពុកម៉ែបងប្អូនយើងមួយចំនួនដែលយកភាពខឹងក្រោធដែលយកភាពឆេវឆាវទៅដោះស្រាយបញ្ហាសួរថាតើវិនិស្សកម្មនឹងកើតមានឡើងនៅក្នុងកម្រិតណាការស្លាប់អាយុជីវិតរបស់ប្រជាជនសង្គ្រាមទ្រង់ទ្រីធំដែលកើតឡើងអូសបន្លាយរាប់ឆ្នាំថាតើមនុស្សនឹងស្លាប់ប៉ុន្មានអ្នកប្រជាជនទ័ពនឹងស្លាប់ក្នុងចំនួនប៉ុន្មានបំផ្លាញខូចខាតអន្តរាយបែបណាបាទដែលហេតុដូច្នេះហើយបានជាយើងមើលឃើញថាអ្នកដែលប្រឹងរុញនាពេលនេះជាពិសេសគឺក្រុមប្រឆាំងដែលប្រឹងរុញដែលប្រឹងញុះឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមកាន់តែធំនាពេលនេះថាមានន័យបែបណាក៏ជាចំណែកមួយដែលរុញកម្ពុជាឲ្យឆេះដែលរុញកម្ពុជាឲ្យខ្លោចក៏ជាចំណែកមួយដែលសម្លាប់ប្រជាជនក៏ជាចំណែកមួយដែលសម្លាប់កងទ័ពដែរបាទជាចំណែកមួយដែលបំផ្លាញនៅប្រទេសជាតិដែរដូច្នេះសូមកុំបន្តចេះតែរុញកុំបន្តប្រើប្រាស់នៅកំហឹងដើម្បីឲ្យជាតិបាទធ្លាក់ទៅក្នុងភាពអន្តរាយនោះបាទនៅក្នុងកាលៈទេសៈនេះគឺយើងយល់ណាស់បាទសម្រាប់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេសទាំងក្នុងប្រទេសក្តីគឺលោកខឹងបាទខឹងសម្បាខ្លាំងណាស់ទៅនឹងចៅសៀមដែលឈ្លានពានមកលើយើងនាពេលនេះក៏ប៉ុន្តែដោយដែលខ្ញុំលើកដដែលក្នុងនាមជាថ្នាក់ដឹកនាំជាអ្នកកាច់ចង្កូតជាអ្នកធានានៅអាយុជីវិតរបស់ប្រជាជននិងកងទ័ពគឺលោកមិនអាចយកកំហឹងតទល់ទៅនឹងកំហល់បានទេគឺត្រូវប្រើប្រាស់នៅយុទ្ធសាស្ត្រប្រើប្រាស់នៅការអត់ធ្មត់ឈរនៅលើយន្តការដោះស្រាយដោយសន្តិវិធីទើបជារឿងដែលប្រសើរបំផុតដូច្នេះសូមជឿជាក់ទៅលើថ្នាក់ដឹកនាំយើងដែលលោកកំពុងតែធ្វើនាពេលនេះដែលលោកកំពុងតែស្វែងរកយន្តការដើម្បីបិទបញ្ចប់សង្គ្រាមនាពេលនេះបាទពុកម៉ែបងប្អូនយើងលោកចាំទេនៅពេលដែលមិនទាន់កើតមានសង្គ្រាមថ្នាក់ដឹកនាំយើងលោកទិញនៅយុទ្ធឧបករណ៍លោកទិញនៅសព្វាវុធទាំងឡាយដើម្បីជាខឿនការពារជាតិឲ្យរឹងមាំក៏ប៉ុន្តែក៏ត្រូវបានក្រុមប្រឆាំងមួយចំនួនបានចោទថាហេតុអ្វីបានជារដ្ឋាភិបាលទិញនៅអាវុធមកសម្រាប់ប្រជាជនខ្លួនឯងហេតុអ្វីបានជាខ្ជះខ្ជាយនៅថវិកាជាតិជាដើមបាទនៅពេលដែលកើតមានចំនួននៅពេលដែលកើតមានសង្គ្រាមដូចនាពេលនេះគឺចាប់ផ្ដើមចោទបន្តទៀតថាហេតុអ្វីបានជារដ្ឋាភិបាលមិនព្រមទិញអាវុធយុទ្ធឧបករណ៍ទាំងឡាយជាខឿនការពារជាតិឲ្យច្រើនបាទហេតុអ្វីបានជាមិនគិតគូរបន្តចោទជាហោហែក៏ប៉ុន្តែខ្ញុំចោទសួរថាតើពិតជាមិនបានគិតគូរមែនឬបាទគឺមិនមែនទេថ្នាក់ដឹកនាំយើងលោកបានត្រៀមខ្លួនបាទលោកបានគិតគូរវែងឆ្ងាយណាស់តាក់ទងទៅនឹងអ្វីដែលជាចេតនារបស់បណ្ដាបច្ចាមិត្តទាំងឡាយដែលជាប់ព្រំដែនជាមួយកម្ពុជាលោកប្រមាណមើលលោកដឹងច្បាស់ណាស់ថាត្រូវពង្រឹងនៅខឿនការពារជាតិដោយរបៀបណាដោយវិធីណាបាទដូច្នេះខ្ញុំមិនចង់និយាយអំពីចំហផ្ទុយគ្នារបស់ប្រជាជាតិខ្មែរយើងនោះទេគ្រាន់តែខ្ញុំចង់លើកឡើងសូមឲ្យខ្មែរយើងបន្តស្មារតីសាមគ្គីគ្នាវិញគ្នាជាធ្លុងជឿជាក់ទៅលើវីរៈកងទ័ពជឿជាក់ទៅលើរាជរដ្ឋាភិបាលដែលលោកកំពុងតែប្រើប្រាស់នៃយន្តការបិទបញ្ចប់ចំនួនបិទបញ្ចប់សង្គ្រាមដែលសៀមឈ្លានពានមកលើកម្ពុជាយើងតែប៉ុណ្ណោះបាទសូមកម្លាំងសាមគ្គីរបស់គ្រួសារខ្មែរបន្តកើតមានឡើងបាទអរគុណច្រើនបាទពុកម៉ែបងប្អូនខ្ញុំសូមជជែកជាមួយលោកអ្នកត្រឹមតែប៉ុណ្ណេះទៅចុះបាទហើយយើងក៏រងចាំមើលដែរនៅថ្ងៃទី27ថាតើលទ្ធផលនៃកិច្ចប្រជុំ GBC នឹងបែបណាបទឈប់បាញ់មួយនឹងកើតមានឡើងដែរឬទេហើយប្រសិនណាបើបទឈប់បាញ់កើតមានឡើងយើងនឹងចាំមើលថាតើសៀមព្រមបញ្ឈប់នៅការឈ្លានពានមកលើកម្ពុជាយើងឬក៏យ៉ាងណាបាទដូច្នេះខ្ញុំនឹងបន្តតាមដាននិងបន្តសង្ខេបធ្វើបច្ចុប្បន្នភាពគោរពជំរាបជូនលោកអ្នកបាទសូមអរគុណ